trong ngày nítខ្ញុំយក5កម្រិតនៃភាពជាអ្នកដឹកនាំហ្នឹងយកមកដើម្បីចែករំលែកជូនបងប្អូនដែលចូលរួមនៅក្នុងកម្មវិធីចែករំលែកយើងថ្ងៃនេះអញ្ចឹង5កម្រិតនៃភាពជាអ្នកដឹកនាំហ្នឹងការពិតនៅក្នុងភាសាអង់គ្លេសគេហៅ 5P ស្តៀង marketing យើង marketing យើងមាន 4P មាន 7P មាន 8P អីចឹងចឹងបើនៅក្នុង leadership ហ្នឹងគឺគេនិយាយពី 5P ដែរគេនិយាយ 5P ហ្នឹងហើយបើស្ដាប់ទៅប្រហែលជាអាចថាពេលខ្លះពិបាកយល់ឬក៏ពេលខ្លះមានអារម្មណ៍ថាមិនបានយករឿងហ្នឹងមកចែករំលែកមើលដូចធម្មតាពេកប៉ុន្តែការពិតដល់ពេលយើងធ្វើមែនតើយើងនឹងយល់ច្រើនណាស់បាទយើងនឹងយល់ច្រើនណាស់អញ្ចឹងឧទាហរណ៍ថាបើសិនជាបងប្អូនមានអីកត់អាចត្រៀមកត់ទៅតែយើងហៅ 5P តួអក្សរ P បាទឬបារាំងថា P ហ្នឹង 5P P5 អញ្ចឹង 5P ហ្នឹងគឺ P ទី1យើងនិយាយពីរឿង position ហ្នឹងនិយាយ position មានន័យថាមានឋានៈមានតួនាទីព្រោះនៅក្នុងស្ថាប័នមួយវាត្រូវតែមានឋានៈមានតួនាទីអញ្ចឹងវាមិនអាចអត់ឋានៈអត់តួនាទីបានទេបាទគឺយើងបង្កើតឲ្យមានឋានៈមានតួនាទីដើម្បីយើងអាចគេហៅថាគ្រប់គ្រងគ្នាដឹកនាំគ្នាបានក៏ប៉ុន្តែមនុស្សយើងឲ្យយល់ចេះវិញថាហេតុអីបានជាយើងមានឋានៈតួនាទីគឺដើម្បីឲ្យយើងនិយាយទៅអ្នកផ្សេងទៀតគេស្ដាប់ហ្នឹងគេធ្វើតាមហ្នឹងគេប៉ុន្តែក្នុងកម្រិតមួយនេះគឺគេធ្វើតាមដោយសារតែយើងធំជាងគេអញ្ចឹងមានន័យថាគេធ្វើតាមដោយសារតែគេហៅថាត្រូវតែធ្វើតាមហ្មងព្រោះអ្នកឯងតូចជាងខ្ញុំអ្នកឯងត្រូវតែធ្វើតាមខ្ញុំណាបាទអ្នកឯងតូចជាងខ្ញុំអ្នកឯងត្រូវតែធ្វើតាមខ្ញុំហើយយើងឃើញនៅក្នុងសហគ្រាសយើងបើយើងរាប់តាំងពីសហគ្រាសតូចទៅមធ្យមហ្នឹងហើយយើងឃើញភាគច្រើនគឺមនុស្សយើងនៅត្រឹមតែទី1ហ្នឹងបាទមានន័យថាខ្ញុំធំជាងអ្នកឯងត្រូវតែស្ដាប់ខ្ញុំណាអីពាក្យខ្មែរយើងថាមេមេថាម៉េចអញ្ចឹងទៅធ្វើតាមតែមេទៅមិនចេះខុសអញ្ចឹងមានន័យថានៅក្នុងហ្នឹងគឺកូនចៅគ្នាមិនសូវជាមានឱកាសបានបញ្ចេញគំនិតបានបញ្ចេញមតិអីទេมันមានឱកាសបានសម្ដែងការយល់ឃើញទេព្រោះពួកច្រើនថាភាគច្រើនថាយើងវាតូចជាងគេហ្នឹងគេយើងកូនចៅយើងធ្វើតាមតែមេទៅមេឲ្យធ្វើអីយើងធ្វើហ្នឹងទៅដល់ពេលអញ្ចឹងអាហ្នឹងហើយគេហៅថាវានៅក្នុង P ទី1វានៅក្នុង position មានន័យថាយើងប្រើតែឋានៈដើម្បីធ្វើការគ្រប់គ្រងនិងដឹកនាំហ្នឹងហើយម្ល៉េះហើយបានជាយើងឃើញថាស្ថាប័នខ្លះគឺគេហៅឆ្មាទៅបាត់កដុលឡើងរាជឆ្មាទៅបាត់កដុលឡើងរាជដោយសារតែកូនចៅគាត់ខ្លាចគាត់ដោយសារតែរឿងឋានៈតួនាទីរបស់គាត់ទេតែបើមិនជាគាត់អត់នៅដូចជាគ្រប់គ្នាមិនដឹងថាត្រូវធ្វើអីហើយបើចង់ទៅសួរមេចង់ទេសួរមេក៏មិនហ៊ានសួរពីព្រោះខ្លាចសួរទៅត្រូវមាត់ហ្នឹងអញ្ចឹងពេលខ្លះធ្វើទាំងខុសទៅណាបាទពេលខ្លះក៏ទំនេរទៅព្រោះមិនហ៊ានសួរហ្នឹងអាហ្នឹងគេហៅថាកម្រិតមួយហ្នឹងគឺមានន័យថាយើងឲ្យមនុស្សធ្វើតាមយើងដោយសារខ្លាចត្រង់តែឋានៈរបស់យើងហ្នឹងវាធំជាងគេណាចូលតើយើងធ្វើម៉េចបានទៅបានមកកម្រិតទៀតណាអញ្ចឹងឥឡូវយើងចូលទៅកម្រិតទី2កម្រិត2យើងហៅថាបើភាសាអង់គ្លេសគេហៅ permission ណាប៉ុន្តែវាមានពាក្យអង់គ្លេសមួយម៉ាត់ទៀតគេហៅថា relation មានន័យថាការមានទំនាក់ទំនងល្អហ្នឹងគឺការចេះសុំការយោគយល់សុំការអធ្យាស្រ័យសុំការអធ្យាស្រ័យគ្នាទៅវិញទៅមកមានអធ្យាស្រ័យនឹងគ្នាល្អទៅវិញទៅមកអីហ្នឹងគេការពិតថ្ងៃនេះបើសិនជាអ្នកប្អូនណាយិនសុគន្ធមេលាបាន
មកចូលរួមវិញគឺប្រកាសជាល្អណាស់ព្រោះរឿងចំណុចទី2នេះខ្ញុំគិតថាគាត់មានគេហៅថាកលឹះល្អច្រើនណាព្រោះខ្ញុំបានស្ដាប់គាត់នៅក្នុងការជជែកដេញដោលនៅក្នុងការជួបពិភាក្សាគ្នាអីឃើញថាគាត់មានចំណុចនេះខ្លាំងមែនទែនបាទប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំសូមចែករំលែកបន្តិចពាក់ព័ន្ធមួយនឹងចំណុចទី2យើងហៅ permission ឬក៏ relation មានន័យថាមានអធ្យាស្រ័យនឹងគ្នាល្អមានទំនាក់ទំនងនឹងគ្នាល្អអញ្ចឹងការពិតយើងត្រូវគិតថារវាងអ្នកដឹកនាំនិងអ្នកដើរតាមឬក៏យើងនិយាយថារវាងមេនិងកូនចៅចាំបាច់ណាស់បាទត្រូវមានទំនាក់ទំនងល្អចាំបាច់ណាស់ត្រូវមានការយោគយល់ចាំបាច់ណាស់ត្រូវមានការអធ្យាស្រ័យហើយបើសិនជាយើងមានទំនាក់ទំនងល្អយើងមានការយោគយល់យើងមានការអធ្យាស្រ័យយើងយល់គ្នាបានច្បាស់យើងយល់អំពីដោយលោកគ្រូអឿនទៅមានប្រសាសន៍មិញអំពីចក្ខុវិស័យយើងយល់អំពីគោលដៅរួមយើងយល់អំពីបេសកកម្មរួមដែលយើងត្រូវធ្វើនោះមានន័យថាយើងម្នាក់យើងធ្វើមិនមែនដោយសារតែយើងខ្លាចមេទេយើងធ្វើដោយសារយើងដឹងអ្វីដែលត្រូវធ្វើយើងធ្វើដោយសារតែយើងចង់ឈ្នះយើងធ្វើដោយសារតែយើងចង់បានយើងធ្វើដោយសារតែយើងចង់ជោគជ័យហ្នឹងបាទឃើញទេវាខុសពីអាទី1អាទី1ដោយសារខ្លាចដោយសារមិនហ៊ានតវ៉ាអញ្ចឹងគេឲ្យធ្វើអីធ្វើហ្នឹងដល់ពេលអាទី2នេះគឺថាចាក់កើតជាចំណងបាទកើតជាចំណងមុននឹងមិញលោកគ្រូកំអឿនក៏បាននិយាយដែរពីរឿងយើងហៅថា3ដែនណាបាទដែន3ដែននៃចំណេះដឹងដែននៃជំនាញហើយនិងដែននៃអិរិយាបថខ្ញុំសូមបន្ថែមបន្តិចពាក់ព្រោះហ្នឹងវាចូលក្នុងចំណុចទី2នេះដែរពួកចំណេះដឹងគេហៅថាបើអង់គ្លេសគេថា know what to do បាទយើងដឹងថាអ្វីត្រូវធ្វើហ្នឹងដល់ពេលចំណេះធ្វើណាបាទជំនាញណាបាទជំនាញអាហ្នឹងគេហៅថា know how to do បាទគឺយើងចេះធ្វើមួយគ្រាន់តែដឹងថាអ្វីត្រូវធ្វើមានចំណេះដឹងក្នុងការធ្វើប៉ុន្តែមិនប្រកាសថាធ្វើបានដល់ពេលទី2ហ្នឹងគឺថាknow how គឺមានន័យថាដឹងពីរបៀបធ្វើប៉ុន្តែមនុស្សយើងគឺទោះបីជាមានចំណេះដឹងក៏ដោយចេះធ្វើក៏ដោយប៉ុន្តែវាអាស្រ័យទៅលើចំណុចចុងក្រោយណាដែលលោកគ្រូអឿនទៅលើកឡើងវិញពីអិរិយាបថតែបើសិនជាខ្ញុំថាចំណងឧទាហរណ៍ខ្ញុំមានពាក្យខ្ញុំថាជំនាញពឹងចំណេះទាំងពីរនេះពឹងចំណងហ្នឹងចឹងខ្ញុំមានពាក្យរបស់ខ្ញុំអញ្ចឹងគឺជំនាញពឹងចំណេះទាំងពីរនេះពឹងចំណងមានន័យថាជំនាញនិងចំណេះវាពឹងលើចំណងណាដែលអង់គ្លេសហៅ desire បាទ desire អញ្ចឹងការពិតនៅពេលដែលយើងធ្វើជាអ្នកដឹកនាំបាទយើងធ្វើជាអ្នកដឹកនាំគឺក្នុងការក្នុងកម្រិត2ហ្នឹងគឺជាមនុស្សម្នាក់ដើម្បីឲ្យក្រុមនឹងអាចរួមគ្នាធ្វើការបានល្អគឺថាយើងត្រូវធ្វើម៉េចបណ្ដុះចំណងហ្នឹងបាទណាបណ្ដុះចំណងបណ្ដុះជំនឿឲ្យគេជឿជាក់ថាអ្វីដែលយើងបានគិតអ្វីដែលយើងបានពិភាក្សាអ្វីដែលយើងបានឯកភាពគ្នាហ្នឹងគឺវាត្រូវបាទគោលដៅដែលយើងបានកំណត់ហ្នឹងគឺយើងអាចសម្រេចបានផែនការដែលយើងបានរៀបចំហ្នឹងគឺល្អយុទ្ធសាស្ត្រដែលយើងបានរៀបចំហ្នឹងគឺល្អបាទហើយយុទ្ធសាស្ត្រហ្នឹងគឺមិនមែនជាយុទ្ធសាស្ត្រមួយយើងហៅថា top down ទេមិនមានន័យថាជាយុទ្ធសាស្ត្រមួយដែលមេគិតឃើញដាក់ឲ្យពួកយើងធ្វើដោយគ្មានគំនិតគ្មានយោបល់ពីពួកយើងទេគឺជាយុទ្ធសាស្ត្រមួយដែលចេញពីគំនិតរបស់យើងទាំងអស់គ្នាដែលចេញពីគំនិតរបស់យើងទាំងអស់គ្នាជាអញ្ចឹងខ្ញុំសូមសង្ខេបទី2យើងចូលទៅទី3គេនិយាយអំពីពាក្យថា production ណាបាទណា production ឬក៏ពាក្យអង់គ្លេសមួយម៉ាត់ទៀតយើងហៅថា result មានន័យថាមានផលិតភាពមានផលអញ្ចឹងយើងជាអ្នកដឹកនាំដែលថាអាចដឹកនាំពួកគេបានឲ្យគេធ្វើតាមយើងបានដោយសារតែមនុស្សយើងនិយាយកើតធ្វើកើត
miên sna đầy nè thơ ban sầm rạch cái kéo tầm mình nút sạch cả trong thọp đập rương môi được tổng rương chặt của phục chính quay dáng có thà này nó cô muối mình trâu này chỉ hao thà phân phải từ lư tháng bọn slot nó cô đi chùm rán bọn thom mà đá nó cô ăn thói bọn trâu mà xiết nó cô rồi lia nó đi chân không nắng cứ cái chồng vậy thà sầm mắt tập hiệp bọn nè đặc đom cứ sầm khăn á và sầm mắt tập hiệp bọn nè đặc đom được khăn vì phố bởi ca na dương miên sầm mắt tập hiệp dương ai thưa cách ca dương ai sầm rách ca nghĩa ban khăn ban thon lỗ dương mà đưa dương thành dây cát thưa cát dương phượng ban ở cồn trào mới nên này tha phụ kế đằng đa tam dưỡng và phụ kế đằng đa tam dưỡng vì pro cái đa tam dưỡng rồi sao thì cái khơi dương bằng cách phải giao chỉ cho đo sự thả ban bao giờ này mà đo sự thả ban bao giờ ưu tiên ho thả lâu đâu campaign trong chồng hay là mấy ban chỉ mình nộp đập chống hay thua tạm chống vì pro cái đăng tật chống miên cầm đất lõ chống ở đây để chống để giấy ở vậy giúp tôi xóa ở đây để chống đặt tránh cứ nhóm tay để thua bàn thấy cái nhóm chưa mình nộp sạch cả trong mẹ mình nộp sạch cặp trong mẹ mình nộp sạch cam còn ta dây sau thì cứ dây thấy nhưng không mưa ở ban mà phơ tặng giúp tăng ngay tăng sau tăng tất cứ cái phơ cam mình chơi kết thang ngày nay chụp ngày nay mình chụp và tụi bây giờ con trao kia sầm rác ở kia sầm rác trong phần này nhóm áp rong sầm rác trong phơi bạn tụi này chỉ trong áp kết rừng sầm rác đấy trong kết rừng sầm rác này chân đòi xa tại dân thưa ở rừng năng ban lỗ con cháu kia tạm dừng mình nút kia tạm dừng anh ấy cứ chụp lại tỷ bảy chụp lại tỷ 4 để tháng thưa mấy dương ai trục krom ca nghĩa đặt non krom ca nghĩa ban lỗ ôi dân thử cách tha mình nút dương bản thân chỉ dương mình đọc bản đa nè đợt tây tế dương prăng tại mình ấy dương miên đây tập pi và dương tụi bây giờ dương không đang khăng dạng na tại dương miên đây tập pi chân đây pi rồi bao dương đi vì miên cầm nọt nè vì mình ai tập phơ cho anh cả lại bán thì phơ bán vui cả lại để dương phơ dương miên này tập pi dương ai mơ khơi cho cả lại để dương nấu cả lại để dương nấu dương mơ khơi dương miên thì chuyện tập pi dương ai đắp lư tâm của một đất dương ai mơ khơi và thân chia hô phi cầm đất để dân anh mơ khơi cứ đập lưới cứ dân có đập lên lưới và đôi khi cứ dân trâu ca đay trơn dân trâu ca này trơn dân trâu ca để chuyện trơn dân trâu ca khu các bao trơn là bay kịch chui kịch nè chẳng bạn chỉ chụp nói đi buôn đi cái how tha people development và people development bên đây thay dương áp dụng mình luôn chẳng là không home education dân miền Việt tha mình nút lụa lùi chẳng cá bất mình nút cứ chỉ ăn từ phép đi mùi tụi bay chỉ nó không suppose good to great là trong bàn ăn chọc hơi bay đó cứ cái bắt đầu từ lơ cả ta mà nút thông chiên ở vậy vậy đó chẳng bởi thân chỉ dương trong ao miền công ca nghe lõ để thưa tư ai của cuộc của trên banผมở ban thọ lõ hay dương rút rung kia ban lõ cứ ca bản đọc bản đá thôn thiên mà nó hỏi khai từ chiều mua luật tuần này đôi mà đấy hai thằng ca bản đọc bản đá thôn thiên mà nó hỏi khai từ chiều mua luật tuần mà nó cứ dương trong này dây thà mà nó dương ca bất chia thôn thiên miền về khác dương thử cất tha cứ chia vật thọ thiện đang đại miên chỉ vật mà nó cứ chia vật thọ thiện đang đại miên chỉ vật còn là tha ok dương chỉ sẵn mối để miền Bắc Nha chuyện sẵn ở đấy vẫn thấy dân tiên tia trao cả bị bọt này nó về để dương áp bị bọt mà nó bán bỏ chấm hiên tí thôn thiên mà nó từ mua là thôn mà nó này okay. Và này miền đây tha môn tập 4 mà nó ọt lối hay ọt đăng là thơ mà giải bàn nó về để dương áp bị bọt mà nó pi mua là thôn mà nó pi thôn thiên mà nó từ mua là thôn mà nó miền đây tha mà nó là về ní cứ chỉ nè bằng cả lùi
គឺមនុស្សទៅជាមនុស្សទៅជាអ្នកបង្កើតលុយលែងចោតជាបញ្ហារឿងអត់លុយទៀតហើយពីព្រោះមនុស្សមានគំនិតមានវិធីមានយុទ្ធសាស្ត្រដែលអាចបង្កើតចំណូលបានដែលអាចរកលុយបានអូខេហ្នឹងនេះគឺជាចំណុចទី4ហើយវាចាំបាច់ណាស់ដែលយើងជាអ្នកដឹកនាំយើងត្រូវអភិវឌ្ឍសមត្ថភាពរបស់យើងរហូតពីព្រោះបើសិនជាយើងមិនអភិវឌ្ឍសមត្ថភាពយើងរហូតទេគឺយើងមិនអាចនឹងអភិវឌ្ឍសមត្ថភាពក្រុមការងារយើងបានទេហ្នឹងហើយបាទហ្នឹងហើយឧបមាថាបើសិនជាយើងជាមេដឹកនាំដែលមិនអាចអភិវឌ្ឍសមត្ថភាពខ្លួនឯងហើយនឹងមិនអាចអភិវឌ្ឍសមត្ថភាពអ្នកនៅជុំវិញខ្លួនយើងពួកគេអត់មានទឹកចិត្តនៅជាមួយយើងទេពីព្រោះពួកគេគិតថាអនាគតរបស់គេមិនអាចទៅបានវែងឆ្ងាយមិនអាចខ្ពង់ខ្ពស់បានទេហ្នឹងហើយមិនភ្លឺស្វាងទេគេនឹងទៅរកកន្លែងណាមួយដែលគេគិតថាគេនឹងទទួលបានវាសនាអនាគតគ្រាន់បើជាងដូច្នេះការដែលយើងត្រូវអភិវឌ្ឍធនធានមនុស្សដើម្បីប្រែក្លាយពីធនធានមនុស្សទៅជាមូលធនមនុស្សនេះគឺសំខាន់ណាស់អញ្ចឹងនៅពេលហ្នឹងមនុស្សគេដើរតាមយើងគេធ្វើតាមយើងដោយគេដឹងថាការដើរតាមយើងហ្នឹងពួកគេនឹងរីកចម្រើនហ្នឹងណាគេបាទពួកគេនឹងរីកចម្រើនគឺយើងនឹងធ្វើអ្វីដើម្បីឲ្យពួកគេបានរីកចម្រើនប្រែក្លាយពួកគេពីធនធានមនុស្សឲ្យទៅជាមូលធនបាទសូមទោសទៅចំណុចទី5ចុងក្រោយហ្នឹងបាទចុងក្រោយយើងនិយាយ P ទី5ខ្ញុំបញ្ជាក់តិចបងប្អូនមិញ P ទី4គឺ people development អញ្ចឹងទី1 position ទី2 permission ទី3 production ទី4 people development ហើយនឹងទី5ហ្នឹងគឺយើងហៅថា pinnacle ឬក៏យើងនិយាយអំពីរឿង respect គឺការគោរពការឲ្យតម្លៃពីអ្នកដទៃហ្នឹងទេបាទអញ្ចឹងយើងត្រូវគិតថាចុះហេតុអ្វីបានជាមនុស្សគេគោរពគេឲ្យតម្លៃយើងពីព្រោះយើងរៀបរាប់ពីលេខ1មកលេខ4មកមានន័យថាយើងមានឋានៈទូនាទីហើយយើងមានតំណែងតំណងមានអធិស្ឋានល្អជាមួយមនុស្សយើងគឺជាមនុស្សដែលសាច់ការបាទហើយអ្នកដែលនៅជុំវិញខ្លួនរបស់យើងតែងតែរីកចម្រើនយើងមិនដែលទុកឲ្យពួកគេនៅដដែលទេពួកគេតែងតែរីកចម្រើនរហូតហ្នឹងហើយអញ្ចឹងនៅពេលដែលគេមើលឃើញរឿងទាំងអស់ហ្នឹងហើយគេឃើញយើងបន្តធ្វើបាទយើងបន្តធ្វើអត់ឈប់យ៉ាងបន្តធ្វើអត់ឈប់ខ្ញុំព្រឹកមិញខ្ញុំស្ដាប់คลิปមួយនិយាយអំពីរឿង Warren Buffett គេហៅកំពូលអ្នកវិនិយោគក្នុងលោក Warren Buffett បច្ចុប្បន្នគាត់អាយុ90ឆ្នាំហើយគាត់នៅធ្វើការហើយយើងប្រហែលជាគិតថាចុះ90ឆ្នាំហើយក៏មិនព្រមចូលនិវត្តន៍មិនក៏ដែលនៅធ្វើការធ្វើអីទៀតណាប៉ុន្តែបើសិនជាយើងគិតថា Warren Buffett អាយុ90ឆ្នាំនៅធ្វើការហ្នឹងក្មេងទេដូចជា2ឆ្នាំមុនមានសេដ្ឋីសង្ហបុរីមួយអាយុ100ឆ្នាំហើយគឺថាគាត់នៅទៅធ្វើការនៅឡើយបាទណានៅទៅធ្វើការនៅឡើយអាយុ100ឆ្នាំណាបាទគេថាhe travel to office ឬក៏ he show up in the office on his 100 years birthday ហ្នឹងអញ្ចឹងមានន័យថា100ឆ្នាំទៅធ្វើការមិនមានន័យថាយើងធ្វើការហ្នឹងចង់បានលុយទេបងប្អូនអញ្ចឹងមានពេលខ្លះមនុស្សគោរពយើងដើរតាមយើងដោយសារតែយើងបានលះបង់ច្រើនយើងបានលះបង់ឲ្យសង្គមយើងបានលះបង់ឲ្យស្ថាប័នយើងបានលះបង់ឲ្យប្រទេសជាតិយើងបានជួយមនុស្សជាច្រើនយើងបានអភិវឌ្ឍមនុស្សជាច្រើនហើយយើងនៅតែបន្តធ្វើហើយធ្វើទៀតបាទអញ្ចឹងគឺយើងคล้ายទៅជាមនុស្សម្នាក់ដែលគេគោរពមានឥទ្ធិពលទៅលើគេបាទអញ្ចឹងកាលណាតែយើងមានគេគោរពយើងមានឥទ្ធិពលទៅលើគេគឺមានន័យថាបើសិនជាកន្លែងណារញ៉េរញ៉ៃគ្រាន់តែយើងទៅដល់យើងនិយាយបន្តិចគេស្ដាប់ហ្នឹងបាទយើងគាត់ទៅហៅបត់គេស្ដាប់តែបើសិនជាយើងអត់បានធ្វើអីជាផ្លែផ្កាអត់បានជួយអភិវឌ្ឍមនុស្សហើយក៏យើងធ្វើលឹបលោដោយ7ពេកយើងកុំទៅរំពឹងថាគេគោរពយើងគេស្ដាប់យើងអូខេបាទហើយយើងចំណាំមើលមនុស្សខ្លះច្រើននិយាយខាងដៅទៅបែរនិយាយគេមិនស្ដាប់និយាយគេមិនគោរពពីព្រោះយើងត្រូវគិតថានៅពេលដែលគេមិនស្ដាប់យើងគេមិនគោរពយើង
cứដោយសារតែយើងមិនទាន់បានធ្វើអ្វីមួយគ្រប់គ្រាន់ដល់គេហៅថាស្ថាប័នឬក៏ដល់មនុស្សដែលធ្វើឲ្យយើងនឹងមានឥទ្ធិពលឲ្យគេស្ដាប់ណាឲ្យគេគោរពយើងនោះទេបាទអញ្ចឹងខ្ញុំសូមសង្ខេបមកវិញថានេះគឺជាការចែករំលែក 5P ដែលខ្ញុំចង់ចែករំលែកជូនបងប្អូននៅថ្ងៃនេះនិយាយអំពីរឿងធនធានមនុស្សអង់គ្លេសយើងហៅថា human resource ហើយដល់ពេលមូលធនមនុស្សយើងហៅ human capital ហ្នឹងហើយអញ្ចឹងចង់ជម្រាបបងប្អូនករណាក៏ដូចជាអ្នកដែលចូលរួមទាំងអស់គ្នាថាចេះពាក្យថាធនធានយើងមើលយើងអបមកយើងថាធនធានរ៉ែធនធានធម្មជាតិធនធានមនុស្សអញ្ចឹងគឺមានន័យថាវានៅឆៅបាទពេលខ្លះវានៅជាវត្ថុធាតុដើមឃើញទេហ្នឹងហើយជួនកាលវាកប់នៅក្នុងដីជួនកាលវាគេមើលមិនយល់អញ្ចឹងមានន័យថាបើសិនជាយើងមិនយកមកអភិវឌ្ឍទេគឺយើងមិនអាចคลายទៅជាមិនអាចប្រែคลายទៅជាទ្រព្យសម្បត្តិទៅជារបស់របរទៅជាវត្ថុទៅជាលុយបានទេលុះត្រាតែយើងយកមកអភិវឌ្ឍយកមកកែលម្អយកមកកែច្នៃអញ្ចឹងមនុស្សយើងគឺដូចគ្នាបើសិនជាយើងអត់ទាន់បានអភិវឌ្ឍយើងអត់ទាន់បានកែលម្អយើងអត់ទាន់បានកែច្នៃមានន័យថាយើងអត់ទាន់បណ្ដុះបណ្ដាលអប់រំវឹកហាត់របស់ពួកគាត់ទេគាត់គ្រាន់តែជាមូលធនមនុស្សមិនសំទោសជាធនធានមនុស្សមិនទាន់ជាមូលធនមនុស្សទេហើយខ្ញុំមើលប្រទេសមួយនៅអាស៊ីអាគ្នេយ៍យើងគឺប្រទេសសិង្ហបុរីដែលជាប្រទេសមួយពិភពលោកទទួលស្គាល់ខ្លាំងណាស់ពីរឿងការកសាងមូលធនមនុស្សអញ្ចឹងមានន័យថាតើគេផ្អែកទៅលើកត្តាអីខ្លះឧទាហរណ៍ថាមនុស្សយើងកើតមកសុខភាពល្អប៉ុន្តែបើសិនជាយើងមិនឲ្យគាត់ចេះថែទាំសុខភាពទេគាត់នឹងក្លាយទៅជាមនុស្សដែលខូចសុខភាពអញ្ចឹងមានន័យថាធនធានដែលល្អក្លាយទៅជាធនធានប្រើការលែងបានហ្នឹងហើយឃើញទេប៉ុន្តែបើសិនជាគាត់មានសុខភាពល្អហើយយើងឲ្យគាត់ថែទាំសុខភាពរួចហើយយើងផ្ដល់ការរៀនសូត្រការបណ្ដុះបណ្ដាលដល់គាត់ពេលដែលគាត់មានចំណេះដឹងថែមពីលើសុខភាពល្អនឹងទៀតគាត់អាចទៅធ្វើការងារកើតធ្វើការងារបានល្អហ្នឹងហើយនៅពេលដែលគាត់ធ្វើការងារកើតធ្វើការងារបានល្អយើងបណ្ដុះបណ្ដាលឲ្យគាត់មានអត្តចរិតល្អអត្តចរិតត្រឹមត្រូវទៀតគឺពេលនោះគាត់คลายទៅជាមូលធនពេញលេញមួយសម្រាប់សង្គមជាតិអញ្ចឹងខ្ញុំសូមថែមបន្តិចទៀតថាឧទាហរណ៍ថាដូចយើងមានកូនបាទមិនថាកូនប្រុសឬកូនស្រីទេបាទពេលយើងមានកូនមកកាប់ពិតពួកគេជាធនធានមនុស្សប៉ុន្តែនៅពេលដែលយើងថែទាំគេឲ្យមានសុខភាពល្អយើងបញ្ជូនគេទៅរៀនយើងអប់រំគេទាំងអត្តចរិតទាំងអាកប្បកិរិយាឲ្យคล้ายទៅជាមនុស្សល្អមានសុជីវធម៌ល្អមានសិលធម៌ល្អមានគុណធម៌ល្អមានទាំងចំណេះដឹងទាំងជំនាញមានន័យថាពួកគេនឹងคล้ายទៅជាមូលធនមនុស្សសម្រាប់ជួយក្រុមគ្រួសារយើងជួយលើអាជីវកម្មរបស់យើងក៏ដូចជាជួយដល់សង្គមជាតិរបស់យើងហ្នឹងហើយអញ្ចឹងខ្ញុំសូមបញ្យល់ប៉ុណ្ណឹងចុះបាទសូមអរគុណហើយមួយម៉ាត់ពីរប៉ាន់ទៀតដែលខ្ញុំចង់ជម្រាបជូនដល់បងប្អូនថាអ្វីគ្រប់យ៉ាងក៏ដោយសារតែអ្នកដឹកនាំហើយអ្នកដឹកនាំជាប្រភពនៃអ្វីគ្រប់យ៉ាងឬក៏កុំឲ្យយើងច្រឡំយើងដាក់ថាចេះដោយសារយើងជាអ្នកដឹកនាំដូច្នេះយើងដាក់ថាអ្វីគ្រប់យ៉ាងដោយសារតែខ្ញុំហើយខ្ញុំជាប្រភពនៃអ្វីគ្រប់យ៉ាងអញ្ចឹងសូមឲ្យបងប្អូនចាំនៅឃ្លានេះម្ល៉េះហើយស្ថាប័នយើងមានជោគវាសនាយ៉ាងដូចម្ដេចហ្នឹងហើយវាទៅជាយ៉ាងណាវាកើតឬមិនកើតមនុស្សធ្វើការជាមួយគ្នាបានល្អឬមិនបានល្អយើងត្រូវគិតថាយើងត្រូវសូត្រដាក់ខ្លួនឯងថាអ្វីគ្រប់យ៉ាងដោយសារតែខ្ញុំហើយខ្ញុំជាប្រភពនៃអ្វីគ្រប់យ៉ាងដូច្នេះឥឡូវនេះយើងនៅចូលទៅក្នុង home education នេះគឺជាកន្លែងដែលយើងអាចនឹងស្វះស្វែងរកប្រភពគ្រប់យ៉ាងណាទាំងលក់ទាំងលុយទាំងមនុស្សបាទហើយនឹងវិធីសាស្ត្រនិងយុទ្ធសាស្ត្រផ្សេងទៀតជាច្រើនបាទអញ្ចឹងនៅក្នុងទីបញ្ចប់នេះក៏សូមជូនពរដល់បងប្អូនទាំងជាង100នាក់ដែលបានចូលរួមនៅក្នុងការចែករំលែកនៅល្ងាចនេះសូមឲ្យជួបតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈនិងពលៈកំបីគ្លៀងគ្លាតឡើយបាទសូមអរគុណ